Ok, sau đây nè tao này hãy tập một chút nè sao chỉ thay mày ngày đấy nhóm bên là laptop thay mày môi mà đá mà bạn chútนี่คือ G Lenovo ThinkPad E16 G2 và hay ở mà đây môi này tầm trên đại tế chỉประเภทlaptop สำหรับโยนแต่เพื่อการงี้การจะไล่หรือมือก็สำหรับสถานีสัตว์แต่มาดองยังแบบโมเดลมวยนี้ได้คือวิมีนชอบมองจมวยนังCPU Core Ultra 5แบบជាប្រភេទដែលដើរលឿនមែនតើហើយក៏ជាជំនាន់ចុងក្រោយដែរអញ្ចឹងសម្រាប់ម៉ាស៊ីនមួយនេះដែរទាំងអស់គ្នាដូចដែលបានឃើញអញ្ចឹងគឺវាមានមកជាមួយនឹង screen 16 inch សម្រាប់ screen ហ្នឹងគឺជាប្រភេទដែលប្រើនៅ WUHGA អញ្ចឹងសម្រាប់ quality របស់វាគឺច្បាស់ស្រួលមើលមែនតើត្រជាក់ភ្នែកបាទបើនិយាយពី performance របស់វាខ្ញុំគិតថាវាដើរលឿនមែនតើបងប្អូនគ្នាអញ្ចឹងដូចខ្ញុំពងបង្ហាញនេះគឺយ៉ាកម្មវិធី 3 4 ក្នុងពេលតែមួយហើយខ្ញុំបើកតេស្តមួយចំនួនដែរអូខេវាដើរ smooth មែនតើបងប្អូនគ្នានេះដើរលឿនអញ្ចឹងសម្រាប់អ្នកដែលចង់បាន laptop យកទៅធ្វើការងារឬក៏សិស្សនិស្សិតដែលសម្រាប់យកទៅប្រើនៅក្នុងការសិក្សាខ្ញុំគិតថា model មួយនេះគឺស័ក្តិសមមែនតើអ្នកទាំងអស់គ្នាអ្វីដែលសំខាន់គឺរបស់ហ្នឹងវាកាន់ថ្មហើយវាធន់វាមាំចឹងមិនថាអ្នកទាំងអស់គ្នាយកទៅប្រើប្រាស់នៅក្នុងកលៈទេសៈបែបណាក៏ងាយស្រួលនៅក្នុងការធ្វើការដែរអូខេឥឡូវខ្ញុំបង្ហាញតើតើមើល quality វីដេអូបន្តិចទៅបាទអូខេនេះទាំងអស់គ្នាបាទច្បាស់តែម្ដងអញ្ចឹងខ្ញុំនឹងបង្ហាញពី spec របស់វាផងដែរសម្រាប់ model មួយនេះគឺវាមាននៅ CPU Core Ultra 5ដូចខ្ញុំប្រាប់ពីដំបូងអញ្ចឹងបាទហើយវាមាននៅ memory 16GB ហើយជាមួយនឹងប្រភេទ hard disk របស់វា SSD 512GB ជាមួយនឹងGPU Intel Graphics ហើយអ្វីដែលសំខាន់នៅលើហ្នឹងគឺវាមាននៅ NPU ដែលជាប្រភេទgraphic ដែល boost ទៅលើការងារ AI អញ្ចឹងបើសិនជាម៉ាស៊ីនរបស់យើងដែលមានប្រើភ្ជាប់មួយជាមួយនឹងប្រព័ន្ធ AI ណាវាងាយស្រួលអញ្ចឹងសម្រាប់ប្រភេទ NPU នេះគឺវាល្អវាជួយឲ្យម៉ាស៊ីនហ្នឹងដើរបានល្អហើយវាកាត់បន្ថយការស៊ីថ្មមានន័យថាប្រើទៅវា save ថ្មបានច្រើនអូខេអរគ្នាបាទអានេះជាអ្វីដែលខ្ញុំមាននៅលើ laptop នេះហើយបង្ហាញជូនអ្នកទាំងអស់គ្នាអញ្ចឹងដើម្បីឲ្យអ្នកទាំងអស់គ្នា feel អត់ចាំបាច់ថាមកមើលនៅហាងផ្ទាល់ទេគ្រាន់តែមើលទៅវីដេអូហ្នឹងគឺឃើញរូបរាងវាដឹងហ្មងថាវាស្អាតបែបម៉េចល្អបែបម៉េចហើយឥឡូវខ្ញុំវា testing ទៅលើការបើក laptop ហ្នឹងតិចសម្រាប់ rotation ឬក៏គេហៅថា screen របស់វាហ្នឹងវាបើកបាន180 degree នេះដូចអ្នកគ្នាឃើញអញ្ចឹងបាទអូខេហើយទម្ងន់អាចថារៀងធ្ងន់គួរសមតិចដែរតែ1គីឡូជាងបាទអញ្ចឹងណាអូខេហើយបើសម្រាប់ keyboard វានេះបងប្អូនគ្នាដូចតែមើលឃើញអញ្ចឹងពេញ screen តែម្ដងមានទាំង numpad នៅលើនឹងហើយស្រាប់អញ្ចឹងវាងាយស្រួលនៅក្នុងការបញ្ចូលទិន្នន័យក៏អីបាទយ៉ាអូខេ iPad keyboard តើអស់គ្នាដឹងស្រាប់ហើយសម្រាប់ពួក Lenovo ThinkPad អ្វីដែលវាខ្លាំងជាងគេហ្នឹងគឺទីមួយកាន់ថ្មភាពធន់របស់វាទី2ហើយទី3ហ្នឹងគឺនេះ keyboard វានេះអាហ្នឹងវាងាយស្រួលនៅក្នុងការ typing មែនតើចុចទៅប៉ុកហ្នឹងគឺស្រួលបាទអូខេអញ្ចឹងសម្រាប់រូបរាងវាបន្ទាប់ទៀតនេះគឺខ្ញុំនឹងបង្ហាញជូនអ្នកគ្នានេះដូចមើលឃើញបាទមើលច្បាស់ទេបាទនេះ port របស់វាមាននៅnetworking ហើយអានេះ USB-A ហើយចំហៀងខាងនៅវិញនេះបងប្អូនដូចមើលឃើញអញ្ចឹងខាងនៅវិញគឺវាមាននៅ Type C 2 រុនហើយជាមួយនឹង USB-A HDMI ហើយនឹងរុន audio ហើយ Type C នេះគឺសម្រាប់សាកថ្មបាននេះដូចបងប្អូនមើលឃើញអញ្ចឹងបាទអញ្ចឹង port របស់វាគឺមានប៉ុណ្ណឹងបាទអូខេខ្ញុំគិតថាហ្នឹងគឺវាល្អមែនតើសម្រាប់អ្នកទាំងអស់គ្នាមើលរូបរាងមួយជុំទៅបាទយ៉ាមិនដែរទាំងអស់គ្នារូបរាងវា
bà khi riêng miền khánh thì lờ laptop bây giờ đại dương riêng sớm yeah. Ok bà nó khní dân nhung bị chạm mà đòn thiệt xem model mới ní nhung recommend bị xe tất cả sơn thì sạch để chọn bàn laptop môi mòm xem càng nhiều trăm ngày món hay lõ đa lươn rồi có xem này đại vô được ra càng nhiều programmer ấy có trời đây xem laptop mới đi hay bà sân chỉ mà tra chữ cắm có trời đây xem càng nhiều năng chân nè nhưng mà recommend là bán từ lại có biết bao rồi là chuyển chân bờ tỏ khi trong đăng chứ ba vì laptop môi nâng comment xuống ở trong video nhóm bán hay xem đẹp trong đó chiếu vài đầu ban nữ ấn ở showroom nhóm nâng đã bỏ miến phê bà quát nơi lỡ video này ba đó khi mình đã nâng xem đẹp video nâng hay học cuốn xem đẹp cảm từ sná và dân chào lắm complete chụp like chụp share hay subscribe cho nên nhóm đó này con bye bye